ចូលដល់វគ្គទី4ហើយវគ្គចាញ់បោកសៀកសៀកឥណ្ឌាហើយត្រង់ឆ្លងដល់វគ្គទី4នេះមិនតែសោយទេឆ្លងតាំងពីវគ្គទី1ទី2ទី3ហើយចូលទី4សំខាន់ដល់វគ្គទី4ហើយអត់តន់ចាប់ទៀតនៅមានតទៀតចាបន្តពីវគ្គទី3មកដែលគេធ្វើកម្មវិធីដល់យប់ម៉ោង2ហើយបន្ទាប់ពីគេនេះយើងងើបពេលព្រឹកម៉ោង7ជាងបើអាកាសធាតុប្រហែលជា15អង្សាអីហ្នឹងរៀងល្ងាដែរហើយយើងព្រឹកឡើងងើបមើលគេដើរពេញផ្លូវទៅព្រោះនៅនឹងគេពេលគេដើរទៅធ្វើការទៅអីយើងទៅតែឃើញមនុស្សដើរច្រើនហើយរៀងតិចគេពាក់អាវក្រាស់ៗនៅហ្នឹងហើយយើងចេញពីស្ថានគេមកជិះឆ្លងកាត់ផ្សារជាច្រើនតាមតំបន់ចឹងទៅហើយដំបូងយើងទៅលេងផ្ទះខាងកូនកន្លោះទៅលេងផ្ទះគាត់សិនព្រោះតាំងពីមកហ្នឹងអត់បានតន់ទៅផ្ទះគាត់ទេអញ្ចឹងយើងទៅលេងផ្ទះខាងកូនកន្លោះសិនហើយនេះទេសភាពមើលពីលើផ្ទះរបស់គាត់ទៅមើលទៅឃើញភ្នំហ្មងភ្នំជួរភ្នំនេះគេថាវាវែងរហូតដល់ទីក្រុងធំរបស់ឥណ្ឌាទីក្រុងញូដេលីហើយមួយទៀតបើយើងមើលពីលើដំបូងទៅតាមផ្ទះគេមានទង់ជាតិមួយតែខ្ញុំថតអត់ជាប់បន្ថតលឿនពេកគេតំណាងឲ្យថាផ្ទះមួយហ្នឹងកាន់សាសនាអីសុំតោះកន្លែងហ្នឹងមិនមែនសាសនារបៀបថាបានន័យថាយើងគោរពព្រះអីចឹងរបៀបដូចទង់ជាតិចឹងចាហើយចេញពីផ្ទះម៉ែក្មេកមិត្តភ័ក្តិមកយើងទៅដើរលេងតិចកុំឲ្យថាទៅដល់ហើយអត់បានដើរលេងអីសោះគួរស្ដាយមកដល់តំបន់អាហ្នឹងរបៀបដូចជាទលេបន្តិចបឹងបន្តិចវានៅជាប់ភ្នំចឹងហើយនៅក្នុងកន្លែងហ្នឹងមានរបៀបដូចប្រាសាទតែហ្នឹងរបៀបដូចកន្លែងតែស្ដេចគង់នៅពីមុនចឹងចាហើយដល់ចូលដល់តំបន់ទេសចរគេហ្នឹងគេមានលក់អីផ្សេងទៅមិនឃើញមានដូចទាំងពៅអីចឹងឃើញហើយក៏បានសាកញ៉ាំប៉ុន្តែទាំងពៅគេដាក់ក្រូចឆ្មាអញ្ចឹងទៅមានអារម្មណ៍ថារសជាតិវាអត់ដូចទឹកពៅយើងអត់ចេះញ៉ាំហើយញ៉ាំតិចទៅក៏ឈប់ញ៉ាំទៅអត់នេះកន្លែងដែលខ្ញុំថាស្ដេចធ្លាប់គង់នៅពីមុនហើយកន្លែងហ្នឹងលេខទឹកប៉ុន្តែយើងអាចជិះទូកអីទៅមើលក្នុងហ្នឹងបានប៉ុន្តែដោយសារពេលខ្លីខ្ញុំអត់បានជិះទៅហើយដើរលេងហ្នឹងមកតែកូនកន្លោះហើយដើរនិយាយទៅប្រហែលកូនកន្លោះរហូតខ្ញុំពីអ្នកមិត្តភ័ក្តិអីហ្នឹងថាកូនកន្លោះសូវចេះញ៉ាំមកនៅហ្នឹងឯតំបន់ហ្នឹងគេហៅចៃពូហ្នឹងជាតំបន់ទេសចររបស់គេអញ្ចឹងរៀងសបូភ្ញៀវជនជាតិមកលេងច្រើនដែរមានច្រើនជាងហើយនៅតំបន់ហ្នឹងប្រជាជនគេរៀងសបល់សដៃបាយភិកច្រើនមិនខ្លះសដែរនឹងមិនខ្មៅច្រើនបានទេហើយកម្មវិធីគេចប់ហើយអញ្ចឹងនេះយើងមកដើរលេងមើលលិចមើលកើតមើលទេសភាពគេកន្លែងទេសចរគេខ្លះទៅហើយដើរនិយាយពីថាហៅគ្នា selfie រហូតថតរហូតអាកាសធាតុគេពេលថ្ងៃរៀងក្តៅដែរនឹងគាត់ថាខ្យល់មករៀងត្រជាក់អញ្ចឹងខ្ញុំខ្ជិលដើរពាក់មួកពាក់អីទៅលេងថ្ងៃហ្មងតែបានទទួលកសែងដែរខ្ញុំដើរគ្រប់កសែងទៅយើងមិនសូវក្តៅខ្លាំងហើយដើរបាន10ជាហ៊ានកុំឲ្យខាតហៅគេថតឲ្យមួយកុំអត់មានឡងទេ10ជាហ៊ានថត10ជាហ៊ានថតហើយអ្នកស្គាល់ខ្ញុំដឹងហើយថា10ជាហ៊ានខ្ញុំប៉ុណ្ណាគួរយល់ហើយជួបអ្នកគេលេងសៀកនេះក៏ឃើញឈោសើចទេដំបូងបន្ទាប់មកគេហៅថាចង់លេងអត់អីទៅប៉ុន្តែយាយក៏និយាយជាមួយប្តីរបស់មិត្តភក្តិខ្ញុំមកគេនិយាយចឹងឡើងគេឲ្យគេលេងឲ្យមើលចឹងទៅហើយចុងក្រោយគេឲ្យលុយអីចឹងណាព្រោះហ្នឹងគេធ្វើការហូរលុយចឹងទៅតែគេមានសិល្បៈគេហូរលុយចឹងណាហើយអានេះគេលេងមកដកចេះចោលយើងថានេះមិនចឹងទៅមិនសូវយល់ដែរចាទីទៅចុងក្រោយវាថានិយាយទៅយើងចាញ់មកគឺទាយអត់ដឹងថាក្នុងកៅក្នុងចានហ្នឹងវាមានអាក្របនឹងប្រហែលនេះយើងឃើញដំបូង1ទៅពេលទីមក2អញ្ចឹងហ្នឹងហើយបន្ទាប់មកគេលេងជាមួយយើងចឹងទៅលេងឲ្យយើងទាញចឹងទៅហើយហ្នឹងវាកន្លែងចាញ់បោកគេតែខ្ញុំទៅហ្នឹងសុខភាពទេអានេះខ្ញុំនិយាយលេងឯងព្រោះដោយសារយើងទៅហ្នឹងយើងក៏ប្រយ័ត្នក៏ខ្លាចហើយខាងឌីហ្នឹងក៏គាត់ហ៊ានប្រាប់យើងច្រើនដែរថាធ្វើដំណើរមិនអីមិនចឹងទៅហើយគាត់នាំទៅរហូតគាត់ហ៊ានឲ្យយើងទៅណាទៅអីតែឯងឬក៏តាគ្នាយើងពីខ្មែរហ្នឹងទៅគឺគាត់ជូនទៅរហូតចឹងណាហើយបន្ទាប់ពីចាញ់បោកសៀកមកយើងដើរចេញមកឃើញអូតថាដើរទៅជីអូតហ្នឹងតែតម្លៃកូនកន្លោះថារៀងថ្លៃ10រៀលជាងតើឲ្យអត់ជីហ្មងទៅណាមួយបញ្ញាផងអញ្ចឹងយើងធ្វើដំណើរទៅកន្លែងមួយទៀតគេហៅ Pink Temple កន្លែងហ្នឹងដូចជាកន្លែងរាជវាំងមួយរបស់ស្ដេចពីមុនដែលអាយុកាលចូល100ឆ្នាំជាងអីហើយប៉ុន្តែវានៅឃើញពណ៌ផ្កាឈូកហ្នឹងអញ្ចឹងហើយកន្លែងហ្នឹងសម្បូរភ្ញៀវទេសចរបរទេសអីទៅច្រើនដូចដែលយើងឃើញតាមផ្លូវហ្នឹងមានដូចជាកន្លែងគេលក់អីវ៉ាន់អីផ្សេងគ្រប់មុខគ្រប់ម៉ូតប្រភេទអីវ៉ាន់និយាយទៅអីវ៉ាន់គ្រប់មុខហ្មងគេលក់នៅតំបន់ទេសចរហ្នឹងហើយយើងធ្វើដំណើរមកដល់កន្លែង Pink Temple គេនេះខាងមុខហើយនេះខាងលើខ្ញុំថតទេសភាពពីខាងលើទៅចូលទៅក្នុងតំបន់ហ្នឹងគេយកថ្លៃសេវាដែរចំពោះបរទេសដូចជាតម្លៃដូចជា$5ទៅ$10ខ្ញុំអត់ចាំដែរព្រោះដោយសារខាងឥណ្ឌាគាត់អ្នកចេញឲ្យឃើញទៅលេងច្រើនហ្នឹងតែភាគច្រើនជាជនជាតិឥណ្ឌាដែរទេគេទៅលេងទៅភាគច្រើនឃើញមកគូគេទៅដូចទៅដើរលេងអញ្ចឹងណាហើយនៅផ្នែកកណ្ដាលខាងកណ្ដាលរបស់គេហ្នឹងគេមានទឹកគេបាញ់ទឹកឡើងទៅលើទៅទឹកហ្នឹងឡើងដល់អាកពូលខាងលើដែលខ្ញុំថតហ្នឹងហើយនេះទេសភាពយើងថតពីលើទៅឃើញជួរភ្នំខ្ញុំអត់ដឹងឈ្មោះអីដែរប៉ុន្តែដឹងថាភ្នំហ្នឹងវែងប្រវែងវានិយាយទៅវែងរហូតដល់ញូដេលីហើយដឹងតែប្រវែងវាវែងខ្លាំងព្រោះដោយសារដីយ៉ាងធំហើយបើជិះពីចៃពួរហ្នឹងទៅញូដេលីចូលប្រហែលជា5ម៉ោងវាយើងជិះឡើងតែជិះយន្តហោះ1ម៉ោងដល់ហើយពីញូដេលីមកចៃពួរហ្នឹងហើយបន្ទាប់មកយើងចេញពី Pink Temple ហ្នឹងយើងធ្វើដំណើរចេញមកផ្សារទំនើបគេបន្តិចអានេះនៅទីក្រុងចៃពួរហ្មងផ្សារទំនើបហ្នឹងដូចជាឈ្មោះអីខ្ញុំអត់ចាំទេភ្លេចទៅ
đang tại trôi tới được quay tha tay nhà ván nâng ở đôi chỉ nông hay có crop ấy cả class nâng mau ơi khang nè khang không ai dân gọi ban lụa đôi chuyện đi ở đây chẳng nó thả đôi chuyện của anh này chỗ đó cái này tay nhà ván nó hay nếu nhung cật lôi hai á nữa nó phải nhung kẹt toàn cật lôi giờ tập cái nơi trôi cật lôi hay nó mà sẽ bao đạn đi chết luôn nó bạn mà sẽ bao nữa cái ván pe để tay nâng hình thu thay đây thì anh sợ cho nào này tay bạn mà sẽ bao nữa hay được xa ta lôi nên đi hình thu thay giờ hay nhung tơi nữa cỏ chai mình trao mà đấyไปดาวซ่านั่งเห็นไปหยับได้แต่ซ่ายังมองลางกันหอยได้จังยังก็ไปหยับจังมาวันจังบีบซ่าเราไปทัวร์ตนาเตอไปเล่นยันหอยวันยังทีนี้ยมทอดกันไหลนั่งบ่ทอดกำราทอดได้ตัวอัดขึ้นไปอย่าไปจังด่าส่งจุดกรัมได้ยังเคยยิงไปเองที่เป็นได้ยังเคยจะสะเพียบไปหนึ่งอันนั่งตีกรงใจปัวในกระดาษตีกรงมองนั่งไห้ไปเจาะติดไปได้นี่ไปตันอยู่วันมุกดีดีสลายจะมือตะดอไปเรียนไอ้วันกิจับป่ะมินไอ้วันกิเลกโลจังแวะบุญจับทำนั่งซ้อนได้ยังจำปะตอเตอแวะมวยเตี้ยคือแวะจีหยนห้องไอ้เกจับไปวันแล้วก็มาบอยจมูกเนี่ยจีหยนห้องจมูกนะจะมือกิจับไปวันมุกอย่างนั้นได้กิจับnênดีมั้ง